លោកស្រីបើសិនជាផបវាសនាឬក៏ព្រេងសំណាងរបស់លោកស្រីតាំងពីបពេមានបុណ្យវាសនាខ្ពស់ច្បាស់ជាអាចជួបនឹងអ្នកនាងឆាប់នេះវិញណាលោកស្រីពិតណាស់មិនដឹងទេព្រោះថ្ងៃខ្ញុំអត់ធូបបែបបន់ព្រះហើយកូនរបស់ខ្ញុំមានសេចក្តីសុខគិតទៅវាសនាមនុស្សមកមិនឃើញទេម៉ៃមិនដឹងថាស្មាននៃកូនរបស់ខ្ញុំកំពុងធ្វើអីបានបាយហូបរនៅតែចម្លែកក្នុងចិត្តណាស់ម៉ៃហេតុអីថ្ងៃនេះខ្ញុំរសាប់រសល់នៅមិនសុខអញ្ចឹងលោកស្រីអ្នកនាងធ្វើតែអំពើល្អតាំងពីក្មេងម្លេះដូច្នេះហើយបុណ្យវាសនាអ្នកនាងច្បាស់ជាមានថ្ងៃណាមួយអ្នកនាងច្បាស់ជាផុតទុក្ខផុតកម្មហើយលែងលំបាកទៀតហើយណាលោកស្រីខ្ញុំគិតអញ្ចឹងចោះបើសិនជាអ្វីៗគ្រប់បែបយ៉ាងដូចជាម៉ៃគិតពិតមែនខ្ញុំត្រេកអរណាស់ហើយចង់មែនហើយម៉ៃអីចេះអ្នកណាចេះម៉ៃអ្នកនាងមកហើយអ្នកនាងមកហើយអ្នកនាងលោកស្រីទៅទឹកចាំផ្លូវអ្នកនាងយូរហើយម៉ៃបងម៉ៃជប់សិនម៉ៃហើយបានចូលខ្ញុំស្អាតចម្លែកម្លេះនេះប្រកាសជាកូនរបស់ខ្ញុំធ្វើការបានប្រាក់មិនត្រឹមតែប៉ុណ្ណោះកូនរបស់ខ្ញុំចេះសំចៃមកថយកូនម៉ែមើលមិនចង់ស្គាល់កូនយំម៉ែជប់សិនមានរឿងអីកូនបានកូនមកជប់មុខម៉ែហើយកូនត្រេកអរណាកូនហាត់ឲ្យបាននៅសុខកូនសម្រាប់តែព្រេងអញ្ចឹងម៉ែដឹងមកពីណាថាខ្ញុំទៅធ្វើការរឿងក៏វាចេះណាកូនពីប៉ុន្មានថ្ងៃមុនម៉ែឲ្យម៉ៃអូកូនចាំបានទេថ្ងៃដែលកូនត្រឡប់មកផ្ទះម៉ែនោះកូនបានប្រសុំប្រាក់ម៉ែបន្ទាប់មកម៉ែឲ្យម៉ែតាមដានកូនថាផ្ទះកូននៅឯណាពេលដែលម៉ែសើបដឹងច្បាស់ហើយម៉ែនាំម៉ៃមិនត្រឹមតែប៉ុណ្ណោះម៉ែមានរបស់បន្តិចបន្តួចយកផ្ញើកូនទៅផ្ញើចៅតែចែកដនអីកូនពេលម៉ែទៅដល់ផ្ទះកូនភ្លាមប្តីរបស់កូនប្រាប់ម៉ែថាកូនទៅធ្វើការម៉ោងយប់ជ្រឹមមកដល់ផ្ទះណែម៉ែប្រាប់ណាកូនខ្លួនជាស្រីមិនគួរណាធ្វើការយប់ជ្រៅពេកទេកូនសុំគេបើសិនជាអនុញ្ញាតត្រឹមតែម៉ោង5ឬក៏4កន្លះបានហើយម៉ែព្រួយបារម្ភម៉ែគាត់មានបញ្ហាអីតាមផ្លូវដឹងទេម៉ែបានន័យថាម៉ែទៅដល់ផ្ទះខ្ញុំមិនទេពិតណាស់តែពេលនោះម៉ែសួររកចៅរបស់ម៉ែដែរតែគេឆ្លើយថាចៅរបស់ម៉ែទៅរៀនសូត្ររៀនល្ងាចទីបំដល់ផ្ទះហើយកូនអើយម៉ែបំរុងថានៅហូបបាយជុំគ្នាបានទៅពេលតែកូនទៅធ្វើការបាត់ម៉ែក៏ម៉ែត្រឡប់ផ្ទះវិញចង់ម៉ែយ៉ាងម៉េចរឿងនោះមិនពិតទេណាម៉ែរឿងមិនពិតទេហើយចោះរឿងពិតយ៉ាងម៉េចតកូនជាង10ឆ្នាំហើយណាម៉ែណាខ្ញុំបានចាក់ចេញពីបងអាសនាម៉ែដឹងទេពេលដែលខ្ញុំទៅរកប្រាក់ពីម៉ែខ្ញុំរកមិនបានខ្ញុំក៏ចាក់ចេញមកគេថាមានសទ្ធិបីក្មេងម្នាក់គឺចង់ការប្រាក់តាមការពិតគឺជាអបិចនៃបំរើរបស់ម៉ែទេអបិចក្បត់អបិចពិតមែនហើយណាម៉ែអើយគេបោកប្រាក់ខ្ញុំឈប់សិនកូនរឿងរ៉ាវវិញយ៉ាងម៉េចទៅកូនអត់ពងយល់ម៉ែឲ្យបានច្បាស់ជាងនេះបានទេកូនម៉ែអបិចបោកខ្ញុំអបិចបានថ្នាំនៅក្នុងទឹកពេលដែលខ្ញុំស្លាប់បាត់ស្មារតីវាក៏បំពេញរាងកាយខ្ញុំណាម៉ែបថោអ្នកនាងបថោកូនម៉ែលឺអត់ចង់ស្រុកណាស់អបិចជូនម៉ែទៅដល់អបិចលោកស្រីម៉ែអើយបើខ្ញុំមិនចាក់ចេញពីបងស្ដាវាគម្រាមសម្រាប់ខ្ញុំឲ្យនឹងកូនតែខ្ញុំចង់ឲ្យកូននឹងប្តីរកបថោកូនខ្ញុំសុខចិត្តពុកពីចង់មិនធ្វើថ្ងៃនោះម៉ែបានជប់កូន
นមានរឿងធ្ងន់ធំដល់មកថ្នាក់នេះឲ្យកូនម្ដាយម្ដាយនេះសុំទោសណាកូនណាបើសុំទោសកូនមិនមែន តាមកាពិតរឿងរ៉ាវគឺវាបែបនេះសោះអ្នកនាង មកខ្ញុំ អ្នក ទៅ នាង ឲ្យ លំបាកហើយរងទាំងវេទនាច្រើនណាស់ កូនដឹងទេឈប់យំទៅណាកូនណាម៉ែបានស៊ើបសួរថាបីកូននៅឯណានឹងកូនកូននៅណាដូចគ្នាណាកូន អូលោកស្រី ឈប់ អ្នក សិន ណាចេញមក នេះមើលមិនខុសទេមួយតារាមែនទេ បាទអ្នកស្រីនេះខ្ញុំជំរាបសួរ អត់ណា ថ្ងៃនេះខ្ញុំមានកិច្ចការចង់មកជួបអ្នកស្រីបន្តិចមានមនុស្សពីរនាក់គេចង់ជួបអ្នកស្រីព្រោះអីខ្ញុំបានស្គាល់អ្នកស្រីដូច្នេះហើយខ្ញុំក៏បានជួបគេទាំងពីរនាក់មកជួបនឹងអ្នកស្រីតែម្ដង អញ្ចឹង អញ្ចឹងអ្នកស្រីនេះជាមួយគេទាំងពីរនាក់ចោះ ឲ្យគេចូលមកចង់ លោកស្រីខ្ញុំឈ្មោះស្រីពៅគឺជាប្អូនស្រីរបស់បងស្នេ ល្អណាស់ ក្មេងស្រីម្នាក់នេះ ក្មួយ គឺជាកូនរបស់បងស្នេនិងបងលក្ខណា ត្រូវជាចៅរបស់ខ្ញុំមែនទេ បាត់មែនអើយ គឺរបស់អ្នកនាង ចូលមកចិត្តជីដូនមកចៅពធ ខ្ញុំជំរាបសួរយា ល្អណាស់ចៅហេតុអីទៅបានមកជួបយាយពេលនេះសំណក់តែព្រេងអញ្ចឹងហើយចង់ទុកកូននៅឯណាអត់មកជាមួយចៅទេអី ខ្ញុំមិនយកផនមក ដឹងហើយកូន បងឲ្យតែខ្ញុំកាន់ស្បាយមករយ ប៉ិតណាស់ស្បែកនេះស្បែករបស់យាយហើយចង់ពេលនេះពុករបស់កូនទៅណា ជប់សិនលោកស្រីនេះគឺជាបងស្រីលក្ខណាមែនទេ ប៉ិតណាស់ បងលក្ខណាហេតុអីបាត់ជាបងធ្វើបាបចិត្តបងប្រុសខ្ញុំអីម្ល៉េះបងប្រុសខ្ញុំវេទនាចិត្តណាស់បងដឹងទេហេតុអីបាត់ជាបងបង្កើតកូនហើយបងទុកកូនចោល អត់ទេអូនអត់ទេ បងដឹងទេបងស្នាគ្របចិត្តណាស់គាត់ឆ្លាញ់បងណាស់ហេតុអីបាត់ជាបងធ្វើបាបកូន ស្រីបើសាប់បងបកស្រីសិនណាអូនណាបងគ្មានផ្លូវជ្រើសរើសទេបងគ្មានផ្លូវជ្រើសរើសទេគេធ្វើបាបបងគេបោកបងគេបំពេញរាងកាយបងបានជិះបងស្រីអបលៈបានហ៊ានទៅជួបបងស្នេហ៍ទេបងមកធ្វើប្រពន្ធអបិចទេនោះគេនៅគម្រាមសម្រាប់បងសម្រាប់កូនសម្រាប់ប្តីបានជាបងសុកចិត្តធ្វើប្រពន្ធគេ ប៉ុន្តែពេលនេះអ្នកដែលមិនដឹងការពិតបានបាត់ទៅហើយបងស្នាស្លាប់ហើយបងដឹងទេ មិនបាត់ថាម៉េចមិនបាត់ទេ បងស្នាគាត់ស្លាប់ហើយ អ្នកនាង កូនក្នុងសាច់ ចិត្តអ្នកនាង បងលក្ខណាបងយ៉ាងម៉េចហើយ មិនបាត់ទេបងស្នាមិនស្លាប់ទេ បងស្នាស្លាប់ហើយ អូយមិនបាត់ទេម៉ែមិនបាត់ទេ គាត់ស្លាប់ដោយមិនដឹងការពិតទាំងអស់គាត់យល់ច្រឡំលើបងគ្រប់រឿង ទេ ទីដឹង អូស្អាយកលោកស្រីម្ចាស់នេះគេស្អាយករបស់លោកស្រីនោះអី បាត់ណាស់ឈប់សិនស្រីបើចូលលំមុខមកខ្ញុំសុំសូនតិច លោកស្រី ស្រីបើហើយចង់ក្មួយបាសសិកលមកពីណា នេះខ្សែកនេះបងស្នាគាត់បាននិយាយថាតាំងពីម៉ែគាត់យកខ្ញុំទៅចិញ្ចឹមគឺគាត់ឃើញខ្សែកនេះនៅជាមួយខ្ញុំដោយឪពុកបង្កើតខ្ញុំត្រូវក្រុមចោលជាអ្នកសម្លាប់ បទោកូនមិនដែរដល់ចិត្តបែរមកកូន លោក បែ ស្រី រម្នាក់នេះហើយកូនជាម៉ែបង្កើតរបស់កូនពេលប៉ុន្មានឆ្នាំមុនពុករបស់កូនត្រូវចោលប្លន់មិនត្រឹមតែប៉ុណ្ណោះចោលសម្លាប់ស្អីក
ក៏មកខ្សែនេះឲ្យកូនជ្រំគេដូនតា មានន័យថាខ្ញុំគឺជាកូនរបស់លោកស្រីមែនទេ បាត់ណា បងលក្ខណាបាត់ទៅ ខ្ញុំមានប្អូនកូនហើយកូននៅមានជីវិតទេលោកអើយលោកកូនខ្ញុំមានជីវិតទេកូននៅចិត្តខ្លួនលោកអើយអត់ស្គាល់កូន ខ្ញុំមានប្អូនឯម៉ែប្រត់ម៉ែពីបីដល់ដឹងពេលនេះកូនដឹងកូនបានស្គាល់លើមុខម៉ែព្រមទាំងបងស្រីយើងធ្លាប់រស់នៅក្បែរមិន បាច់ខំតាមរកបាកូនរកអត់ឃើញ មិនស្គាល់ថាជាសាច់ឈាមមើលបង្កើតណា នៅមានជីវិតម៉ែអូនកូនមិនខ្វល់ ម៉ែអើយម៉ែបានផ្ដល់កំណើតម៉ែជាអ្នកបង្កើតឲ្យកូនបានស្គាល់ពន្លឺថ្ងៃ ពេលនេះបានជួបនឹងអ្នកម្ដាយថ្លៃកូនអអ្វីម្លេះទេម៉ែអមរកកូនណាស់ណាកូនណៃបាត់ដំណឹងកូនសូនខំណាស់កូនស្រីជួលគេតាមរកកូនណៃកូន ម្ដាយនឹកដល់កូនស្រីការប៉ັດកូននៅក្បែរនេះណីអូកូនម្ដាយអើយតែម៉ែមិនស្គាល់ឡើយ ខ្ញុំក៏មិនដឹងការប៉ັດដែរម៉ែតែបងស្នាបងគាត់ប្រាប់ទេ អូកូនមានម្ដាយអើយម៉ែស្មានកូនបាត់បង់ជីវិត ពេលនេះកូនជួកូនរួចទុកហើយ ជប់ជុំទៅហើយកូន នៅក្បែរម៉ែហើយព្រមទាំងបងស្រីកូនសូមក្បែរសូមមើលថែអ្នកម៉ែនឹងបងពីថ្ងៃនេះតទៅណាម៉ែមិនអើយបែកគ្នាទៀតឡើយ គ្រួសារយើងជួបជុំគ្នាហើយអោណាម៉ែអើយកូនសូមចិត្តម៉ែ កូនសុំរឿងអីកូនកូននិយាយមកចោល សូមឲ្យម៉ែអើយមើលឯចៅស្រីឲ្យបានល្អ មិនអីទេ ម៉ែ ចៅជីដូន ធីតា ឲ្យចិត្តនិយាយមកចៅ ធីតាកំសត់ណាស់ម៉ែរស់នៅតែជាមួយឪពុកពេលនេះកូនបានជួបម៉ែបង្កើតហើយកុំស្អប់ម៉ែនៅក្មួយណាម៉ែមានហេតុផលមិនអាចគ្រប់រូបគ្មានម្ដាយឯណាចង់បោះបង់កូនចោលទេម៉ែសុំព្រោះតែម៉ែមានជំរឿផ្សេងម៉ែការពារជីវិតកូនជីវិតពុកតើម៉ែសុំចិត្តចោះចេញពីកូនតើសុំផ្ទះម៉ែទៅណាកូនអេ ចូលមកចៅជីដូន កុំស្អប់ម្ដាយ
ក្រៃមានបាបកម្មណាចៅណា មិនសុំទោសណាកូនណា ចូលមកចៅមិនក៏ចៅសម្រាប់ទឹកភ្នែកអញ្ចឹង មិនសុំទោសណាកូនមិនសុំទោសណាកូនណាមិនសុំទោសតែនេះពុកខ្ញុំស្លាប់ហើយខ្ញុំអត់មានអ្នកណាទៀតទេខ្ញុំយកជីវិតមកផ្ញើនឹងយាយហើយនឹងម៉ែហើយម៉ែឯងស្រឡាញ់ខ្ញុំផងណាម៉ែណាកូនស្រីពីបាត់អើយខ្ញុំសូមអោបម៉ែឯងមួយអោបមកកូនអោបមកម៉ែសុំទោសតែម៉ែមិនបានចិញ្ចឹមបាច់ថែរក្សាកូនម៉ែខ្ញុំជួបជុំកូន ចាប់ពីថ្ងៃនេះទៅចាជួបជុំគ្នាហើយម្ដង យាយអើយពុកអើយខ្ញុំក៏ក្តៅណាស់ អត់ដែលស្គាល់មុខម៉ែមុខមាត់យ៉ាងម៉េចធ្លាប់រស់នៅជាមួយពុកអត់ដែលមានភាពកក់ក្ដៅអោបចុះចៅអោបឲ្យណែនអោបឲ្យជាប់យាយអត់នឹកស្មានទេចៅថាគ្រួសាររបស់យាយជួបជុំគ្នាវិញតែបាត់បង់មនុស្សម្នាក់ អ្នកដែលធ្វើបាបបងលក្ខណៈគេឈ្មោះអី ឈ្មោះថាម៉ែ ឈ្មោះពេជ្រមិនអីទេបងតារាគាត់ស្រឡាញ់ខ្ញុំណាស់ខ្ញុំនឹងឲ្យបងតារាដើម្បីទៅសងសឹកហើយនឹងធ្វើបាបនេះពេជ្រនោះព្រោះអីគេធ្វើបាបគ្រួសារយើងខ្លាំងណាស់ណាម៉ែ មិនអីទេកូ មិនឲ្យ ន គេរួចខ្លួននោះទេ ពេលនេះគ្រួសាររបស់យើងបានជួបជុំគ្នាហើយកូនឈប់សម្រាប់ទឹកភ្នែករួចហើយជួបជុំគ្រួសារថ្ងៃនេះហើយចង់ជប់លៀងអូកូនកូនម៉ៃចៅជីដូនមកចិត្តជីដូនណាចៅណាមើលចាស់មកដូចជីដូនបេះបិទហើយរៀងរូបរៀងហ្នឹងក៏កាត់មករយាយទៀតហូបបានមែនទេចៅនៅផ្ទះ ខ្ញុំមកបាយជាមួយប្រហុកនឹងតកួន ចៅជីដូននៅណេះហូបរបស់ឆ្ងាញ់ឆ្ងាញ់ណាស់ចៅអ្នកខ្លះក៏មិនបានរូបរាងដូចចៅហើយចុះប្រហុកនោះវាមានជាតិវីតាមីនអីខ្លះទៅមើលទៅយកប្រហុក7 8គីឡូអញស៊ីម្ដងមើល ម៉ែយកមៀតប៉ុណ្ណឹងបានហើយណាម៉ែណាកុំចង់ហូបអីឲ្យធាត់ជាងនឹងទៀតអី ចេះចង់យើងនិយាយលេងសើចប៉ុណ្ណឹងបានហើយកូនតែមិនចង់សុំកូនរឿងមួយបានទេ រឿងអីទៅម៉ែ ព្រោះថាកូនយល់ហើយតាំងពីដើមមកម្លេះម៉ែមិនដែលធ្វើអំពើល្អម្ដងណាឡើយហើយមិនដឹងថាជាតិមុនម៉ែសាងអីទេកូនតើបជាតិនេះម៉ែជួបការប្រប្រាស់អត់ឈប់អត់ឈរអញ្ចឹងម៉ែចង់សុំកូនទៅសាងមកភ្នួបប៊ូជីដូនជីឲ្យកូន ម៉ែបបត់ណាដល់ម៉ែមែនទេម៉ែ ពិតណាស់ហើយបើសិនជាកូននឹករលឹកដល់ម៉ែកូនអាចទៅលេងបានម៉ែអត់ទៅពោះឯណាឆ្ងាយទេកូនម៉ែនៅវត្តពរនយើងហ្នឹង អញ្ចឹងឯម៉ែ ដឹងទេតើបតីលោកគ្រូប្រជាអធិការវត្តតើបតីល្អណាស់កូនចេះសំដោះប្រពន្ធដល់ពុទ្ធបរិស័ទចំណោះជើងវត្តកូនអើយលោកបងណាកូនយកចិត្តយកអាសាណាស់ពុទ្ធបរិស័ទចំណោះជើងវត្តមិនត្រឹមតែប៉ុណ្ណោះទេពុទ្ធបរិស័ទស្រឡាញ់ព្រះអង្គណាស់ចោលចិត្តព្រះអង្គកូនឃើញទេមានប៉ុនម្ដងមនុស្សឲ្យណែន ចាំម៉ែអត់ទៅម៉ែអត់ទៅណាឆ្ងាយទេកូន ចាចា ម៉ែនៅវត្តហ្នឹងហើយ អា យកបាយឲ្យហូបផងអត់ទៅបួនណាឆ្ងាយទេតាកូនតា ចាមិនអីទេម៉ែ មកវត្តហ្នឹងមកវត្ត រីត្រេញសួស្ដីកម្រងផ្ទាំងទស្សនីយភាពល្ខោនបាសាក់រឿងបន្តោងព្រះស្រាមបណ្ដាំមរតកចប់ដោយបងរិបោ